បាទសួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាទៀតហើយជាមួយនឹងពាក្យប្រើប្រាស់នៅក្នុងរោងចក្របាទដែលពាក្យប្រើប្រាស់នៅក្នុងរោងចក្រយើងអាចនិយាយជាភាសាចិនថា在工厂里的生车在工厂里的生车បាទពាក្យប្រើប្រាស់នៅក្នុងរោងចក្របាទដែលពាក្យទី1គឺយើងអានជាភាសាចិនថា开除开除បាទខៃឈូនឹងគឺបញ្ឈប់ពីការងារយើងអាចនិយាយបានថា今天他开除了ថ្ងៃនេះគាត់គឺបានបញ្ឈប់ពីការងារហើយបាទបន្តមកទៀតគឺពាក្យទី2បាទពាក្យទី2គឺ离职离职បាទយើងអាចនិយាយមួយម៉ាត់ទៀតថា辞职辞职បាទលាលែងឬក៏លាឈប់អញ្ចឹងយើងក៏អាចឧទាហរណ៍បានថាពាក្យថាលាលែងហ្នឹងយើងឧទាហរណ៍ជាប្រយោគរបស់យើងអាចនិយាយបានថា他离职了他离职了គាត់បានលាឈប់ហើយបាទអាហ្នឹងយើងអាចនិយាយបានអញ្ចឹងណាបន្តមកទៀតគឺពាក្យទី3យើងអានពាក្យថាបាទសំទោសពាក្យទី3គឺពាក្យថា出发បាទ出发បាទឈូហ្វាហ្នឹងគឺបកប្រែជាភាសាខ្មែរមកបានន័យថាចេញដំណើរបាទយើងអាចឧទាហរណ៍បានថា今天我们要去金边បាទថ្ងៃនេះយើងត្រូវទៅភ្នំពេញបាទ几点出发几点出发បាទចេញទៅម៉ោងប៉ុន្មានបាទបន្តមកទៀតគឺពាក្យទី4បាទពាក្យទី4របស់យើងគឺ确定确定បាទប្រកាសបាទ确定បាទអញ្ចឹងមានន័យថាប្រកាសយើងអាចឧទាហរណ៍បានថានិយាយជាមួយនឹងចំនួនបាទ这个就像你有没有数បាទអញ្ចឹងយើងអាចបកប្រែជាភាសាខ្មែរថាបាទកាតុងនេះយើងមានបានរាប់ទេបាទ数ហ្នឹងបានន័យថារាប់បាទហើយយើងអាចនិយាយបានថា你确定吗你确定吗អ្នកប្រកាសអត់បាទបន្តមកទៀតគឺពាក្យទី5បាទពាក្យទី5ហ្នឹងគឺបានន័យថាជំរុញបាទគឺឈូបាទឈូជំរុញបាទអញ្ចឹងយើងអាចឧទាហរណ៍បានថា我在出了បាទខ្ញុំកំពុងជំរុញបាទ我在出了ខ្ញុំកំពុងជំរុញហើយយើងឧទាហរណ៍ថាគាត់កំពុងធ្វើការងារមួយអញ្ចឹងបាទអញ្ចឹងយើងជំរុញគាត់យើងអាចនិយាយបានថា我在出了បាទខ្ញុំកំពុងជំរុញបាទអញ្ចឹងបើសិនជាមានកំហុសខុសឆ្គងនៅពាក្យពេចន៍ណាមួយមិនសមរម្យសូមបងប្អូនខន្តីអភ័យទោសនិងអធិស្ឋានដល់ខ្ញុំផងបាទនេះគឺជាវីដេអូសម្រាប់បងប្អូនដែលទើបតែរៀនចែករំលែកគ្នាឲ្យបានចេះនិងយល់ដឹងខ្លះអំពីជាភាសាចិនបាទសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅសប្តាហ៍ក្រោយ